តោះសួស្តីបងប្អូនណាដែលមានចំណាប់អារម្មណ៍ចង់ចំនួនឬក៏ចិញ្ចឹមទាដូចខ្ញុំមកបងប្អូនហើយបងប្អូនគិតថាដីបងប្អូនតូចបងប្អូនអាចមិនបាច់ការចិញ្ចឹមចំទានេះមិនបាច់មានដីធំហ្មងទេបងប្អូនមានដីត្រឹម5-6ម៉ែត្រទៅក្រោយអីយើងអាចចិញ្ចឹមបានហើយអ្វីដែលសំខាន់គឺយើងគ្រប់គ្រងវាឲ្យជាប់គ្រប់គ្រងឲ្យជាប់ហ្នឹងចង់មានន័យថាយើងកុំឲ្យវាដើរតាមពើចិត្តvonវាយើងមានទ្រុងយើងហុំពាត់វាឲ្យចិត្តដើម្បីយើងគ្រប់គ្រងតាក់ទងនឹងការចំណីអាហារឬការវាដើរហួរទឹកទ្រាំអីផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនទៅគ្រប់គ្រងវាឲ្យជាប់បងប្អូនអាចចិញ្ចឹមបានហើយបងប្អូនអញ្ចឹងបងប្អូនណាដែលមានដីខាងក្រោយត្រឹម5-6ម៉ែត្រហើយបងប្អូនឆ្លៀតពេលទំនេរពីការធ្វើការក៏ដោយពីការរស់ស៊ីក៏ដោយបងប្អូនអាចចិញ្ចឹមទាឬក៏សត្វអីផ្សេងដែលបងប្អូនអាចស្រឡាញ់ណាបងប្អូនស្រឡាញ់បងប្អូនចិញ្ចឹមទៅព្រោះអីពីខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាំដុះនិងចិញ្ចឹមសត្វក្នុងពេលដែលដីបងប្អូនទុកចោលវាជាផ្នែកមួយធ្វើឲ្យចំណូលគ្រួសារយើងកើនឡើងដែរព្រោះអីនេះបងប្អូនមើលខ្ញុំចិញ្ចឹមនេះទាខ្ញុំនេះបើសិនតែខ្ញុំលក់អស់បាត់ហើយបងប្អូននេះទាមួយនេះយ៉ាងតិចក៏ត្រឹម3គីឡូទៅ2គីឡូដែលអាចឈ្មោលចូល4-5គីឡូនិងមួយមេចូល2គីឡូទៅ3គីឡូអញ្ចឹងបងប្អូនហើយគេរកទិញដែរបងប្អូនហើយតែខ្ញុំអត់លក់ទេដោយសារតែខ្ញុំទុកវាដើម្បីយកកូនលក់ទុកមេបាពូជមេខ្ញុំទាខ្ញុំនេះប្រហែលជាខ្ទង់40ក្បាលទៅ50ក្បាលចុះទាំងមេចឹងឈ្មោលបងប្អូនខ្ញុំអត់បានរាប់ថាមេម៉ានឈ្មោលម៉ានទេប៉ុន្តែទាំងអស់នេះទាខ្ញុំទាំងអស់នេះគឺខ្ញុំទុកសម្រាប់ចិញ្ចឹមកូនយកលក់ហើយកូនយើងគិតទៅត្រឹម5,000ទៅ6,000ហើយយើងគិតទៅមេមួយអាចកូនយ៉ាងតិច5-10យ៉ាងវាយយ៉ាងតិច5-10ចុះហើយយើងគិតទៅមេយើង20វាបានគួរសមដែរបងប្អូនវាបានគួរសមដែរអញ្ចឹងយើងរកចំណូលពីទាបានច្រើនបងប្អូនបានច្រើនបើសិនជាយើងទប់កុំឲ្យវាឈឺឬក៏ទប់ខែភ្លៀងខែភ្ជុំខែនេះជាប់យើងអាចរកចំណូលពីវាបានច្រើនបងប្អូនអញ្ចឹងខ្ញុំទុកនេះព្រោះស្អាមានគេកំងកូនខ្ញុំបដើហើយដោយសារពងបានប្រហែលជាខ្ទង់5-6សបុកដែរហើយបងប្អូន5-6សបុកហើយក្រាបក៏ក្រាបហើយ2សបុក3សបុកដែរអញ្ចឹងនៅពេលដែលវាញាស់មកបានកូនខ្ញុំចង់និយាយថាយើងលក់កូនបើសិនជាយើងលក់កូនអត់ចាញ់យើងចិញ្ចឹមលក់សាច់យើងចិញ្ចឹមលក់សាច់ទានេះអត់ខ្វះទីផ្សារទេបងប្អូនទាខ្ញុំនេះបើលក់បានក៏ហែខ្ទង់1លានឯដែរនេះបងប្អូនតែខ្ញុំមិនលក់ទេដោយសារខ្ញុំទុកវាសម្រាប់យកកូនលក់យើងលក់កូនទៅបើអ៊ំមកថាតម្រូវការទីផ្សារកូនវារៀងធ្លាក់ចុះវាអត់សូវមានយើងចិញ្ចឹមយកសាច់អញ្ចឹងវាអត់ស្ទះទេវាអត់ចាល់ទេបងប្អូនវាអត់ចាល់ទេគាត់អ្វីដែលពិបាកយើងពិបាករកចំណីបន្តិចចំណីក៏អត់សូវពិបាកដែរដោយសារតែទានេះវាស៊ីអត់សូវរើសបងប្អូនទានេះវាស៊ីអត់សូវរើសទេអញ្ចឹងសរុបមកវិញខ្ញុំចង់ឲ្យបងប្អូនដែលមានដីទំនេរទុកចោលហើយឆ្លៀតពេលទំនេរអាចចិញ្ចឹមឬក៏ដាំដុះបានបងប្អូនគួរតែធ្វើបងប្អូនណាកុំទុកពេលទំនេរចោលព្រោះអីពេលទំនេរបើយើងទុកវាចោលវាគង់កន្លងហួសទៅទេបងប្អូនអញ្ចឹងយើងកុំឲ្យវាកន្លងហួសដោយអត់ប្រយោជន៍យើងគួរតែឆ្លៀតធ្វើអ្វីដែលយើងអាចធ្វើបានតាក់ទងនឹងការចំសត្វការដាំដុះនឹងផ្សេងអញ្ចឹងអរគុណច្រើនបងប្អូនបើបងប្អូនពេញចិត្តនឹងស្រឡាញ់វីដេអូការចែករំលែកខ្ញុំបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណ